លោក Danny Stillerman ម្ចាស់ក្រុមហ៊ុនការពារជាតិ Firepoint បាននិយាយថាអ៊ុយក្រែនអាចនឹងចាប់ផ្ដើមប្រើប្រាស់មីស៊ីល ballistic ផលិតក្នុងស្រុកវាប្រហារលើកដំបូងលើរដ្ឋធានីមូស្គូរបស់ប្រទេសរុស្ស៊ីក្នុងអំឡុងខែកញ្ញាឬក៏ខែវិច្ឆិកាខាងមុខនេះបើតាម Kyiv Post ក្រុមហ៊ុន Firepoint ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2022ពោលគឺបន្ទាប់ពីរុស្ស៊ីបញ្ជូនទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែនក្រុមហ៊ុនម៉ៅការការពារជាតិខ្នាតយក្សរបស់អ៊ុយក្រែនមួយនេះមានឯកទេសផលិតយន្តហោះ drone ពីឃាតចម្ងាយឆ្ងាយ FP1 និងមីស៊ីលនាំផ្លូវ FP5 Flamingo បន្ថែមពីនេះ Firepoint ក៏បានប្រកាសអំពីគម្រោងផលិតមីស៊ីល ballistic FP7 និង FP9 កាលពីខែកញ្ញាឆ្នាំ2025ផងដែរការបាញ់សាកល្បងលើកដំបូងនៃមីស៊ីល ballistic FP7 ត្រូវបានបង្ហាញកាលពីខែកុម្ភៈមីស៊ីលនេះត្រូវបានរាយការណ៍ថារចនាឡើងដើម្បីវាយប្រហារគោលដៅក្នុងចម្ងាយរហូតដល់ទៅ250ទៅ300គីឡូម៉ែត្រខណៈដែលមីស៊ីល FP9 ដែលមានទំហំធំជាងត្រូវបានគេជឿថាមានសមត្ថភាពរត់ក្នុងចម្ងាយរហូតដល់ទៅ850គីឡូម៉ែត្រនៅក្នុងបទសម្ភាសន៍ដែលចាប់ផ្សាយកាលពីថ្ងៃទី27ខែកក្កដាលោក Stillerman បាននិយាយថាក្រុមហ៊ុនរបស់លោកកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការធ្វើតេស្តប្រព័ន្ធមីស៊ីល ballistic ថ្មីនេះលោកថានៅពេលដែលការបាញ់សាកល្បងត្រូវបានបញ្ចប់មីស៊ីលទាំងនេះអាចនឹងចាប់ផ្ដើមយកទៅវាយប្រហារប្រឆាំងគោលដៅនានានៅក្នុងប្រទេសរុស្ស៊ីប្រធានក្រុមហ៊ុន Firepoint រូបនេះបានសង្កត់ធ្ងន់ថាការវិភាគសម្រាប់ដាក់ពង្រាយមីស៊ីលទាំងនេះគឺផ្អែកទៅលើលទ្ធផលនៃការសាកល្បងម៉ាស៊ីនរួមទាំងការធ្វើតេស្តដុតបញ្ឆេះម៉ាស៊ីនលើជើងទម្រចុងក្រោយយោងតាមការលើកឡើងរបស់មន្ត្រីរូបនេះក្រុមហ៊ុន Firepoint មានផែនការផលិតមីស៊ីល ballistic ថ្មីនេះចន្លោះពី10ទៅ20គ្រាប់សម្រាប់ការបាញ់សាកល្បងក្រោយមកការផលិតអាចនឹងកើនឡើងរហូតដល់រាប់សិបគ្រាប់នៅពេលដែលមីស៊ីល ballistic នេះទទួលបានការចោះលេខកូដផ្លូវការនិងការអនុម័តឲ្យប្រើប្រាស់នៅក្នុងសមរភូមិ